ទីក្រុងញូដេលីបាតុភូតរន្ទះបាញ់បានឆក់យកជីវិតមនុស្សយ៉ាងតិច69នាក់នៅប្រទេសឥណ្ឌានិងប្រទេសនេប៉ាល់នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានចេញផ្សាយនៅថ្ងៃសៅរ៍សប្តាហ៍នេះជារៀងរាល់ឆ្នាំបាតុភូតគ្រោះទឹកជំនន់និងរន្ទះបាញ់តែងតែសម្លាប់មនុស្សមិនតិចអ្នកនោះទេរហូតដល់រាប់ពាន់អ្នកឯណោះជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោកក្រុមអ្នកវិទ្យាសាស្ត្រព្រមានថាការកើនឡើងកម្ដៅនៅលើភពផែនដីរបស់យើងនេះធ្វើឲ្យបាតុភូតព្យុះភ្លៀងផ្គររន្ទះគ្រោះទឹកជំនន់កើនឡើងកាន់តែញឹកញាប់ថែមទៀតគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយប្រចាំស្រុកប៊ីហារបស់ប្រទេសឥណ្ឌាបានប្រាប់ថាត្រឹមតែរយៈពេល2ថ្ងៃប៉ុណ្ណោះគឺថ្ងៃប្រហោះនិងថ្ងៃសុក្រសប្តាហ៍នេះមានមនុស្សយ៉ាងតិច61នាក់បានស្លាប់ដោយសាររន្ទះបាញ់និងខ្យល់កន្ត្រាក់ដោយឡែកនៅប្រទេសនេប៉ាល់ក៏មានមនុស្សស្លាប់ផងដែរគ្រាន់តែថាស្លាប់តិចជាងឥណ្ឌាប៉ុណ្ណោះប្រទេសនេប៉ាល់ស្លាប់8នាក់ដោយសារបាតុភូតដូចគ្នាកាលពីថ្ងៃពុធនិងថ្ងៃប្រហោះសប្តាហ៍នេះក្រសួងឧតុនិយមឥណ្ឌាព្យាករណ៍ថានៅថ្ងៃសៅរ៍នេះនឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងនៅស្រុកប៊ីហាកាលពីឆ្នាំមុនក្រុមអ្នកជំនាញព្រមានថាអាកាសធាតុកាន់តែប្រែប្រួលទៅរកស្ថានភាពអាក្រក់ជាលំដាប់ជាពិសេសរន្ទះកាន់តែកាចសាហាវទៅនៅឥណ្ឌាមនុស្សស្លាប់ដោយសាររន្ទះបាញ់មួយឆ្នាំជិត1900នាក់ឯណោះ